កម្ពុជាបានប្រើប្រាស់ការតវ៉ាតាមផ្លូវការទូតដើម្បីប្រឆាំងនឹងសកម្មភាពដែលរំលោភបំពាននៅតាមព្រំដែនជាមួយប្រទេសថៃខណៈអ្នកវិភាគមានទស្សនៈផ្ទុយគ្នាអំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រនេះអ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិតសឿនសំបានប្រាប់កាសែតខ្មែរថាទោះបីការចេញលិខិតតវ៉ាផ្លូវការមើលទៅហាក់ដូចជាមិនសូវមានប្រសិទ្ធភាពភ្លាមៗក៏ដោយក៏វាមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការកត់ត្រាហេតុការណ៍និងបង្កើតជាមូលដ្ឋានឯកសារសម្រាប់ទាមទារតាមច្បាប់អន្តរជាតិនាពេលអនាគតលោកថាកម្ពុជាជាប្រទេសតូចមានសមត្ថភាពយោធានិងសេដ្ឋកិច្ចតិចជាងថៃដូច្នេះការទូតនិងច្បាប់អន្តរជាតិគឺជាឧបករណ៍សំខាន់ដែលកម្ពុជាអាចប្រើប្រាស់បានលោកបណ្ឌិតសឿនសំបន្ថែមថាយើងមានតែពឹងផ្អែកទៅលើផ្នែកការទូតនិងច្បាប់អន្តរជាតិទេលោកបន្តថាការកត់ត្រាព័ត៌មានព្រឹត្តិការណ៍និងការតវ៉ាផ្លូវការជាបន្តបន្ទាប់អាចក្លាយជាភស្តុតាងសំខាន់ប្រសិនបើកម្ពុជាត្រូវការប្រើយន្តការច្បាប់អន្តរជាតិនាពេលក្រោយលោកសឿនសំក៏បានព្រមានថាការប្រើប្រាស់កម្លាំងយោធាអាចបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នានិងធ្វើឲ្យកម្ពុជាបាត់បង់អត្ថប្រយោជន៍ផ្នែកការទូតលោកយល់ថាការរក្សាការអត់ធ្មត់ការប្រើប្រាស់មធ្យោបាយការទូតគឺជាជម្រើសដែលមានសុវត្ថិភាពជាងហើយអាចបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិនិងចង់ទប់ស្កាត់ការបាត់បង់ជីវិតបន្ថែមទៀតផ្ទុយពីលោកសឿនសំលោកសេងម៉ាន់លីអ្នកតាមដានភូមិសាស្ត្រនយោបាយបានលើកឡើងថាការចេញលិខិតតវ៉ាជាច្រើនលើកដោយគ្មានវិធានការឆ្លើយតបជាក់ស្ដែងអាចធ្វើឲ្យការតវ៉ារបស់កម្ពុជាមានឥទ្ធិពលតិចតួចលើស្ថានភាពនៅលើដីលោកថាក្នុងករណីតំបន់ច្រកថ្មដាប្រាសាទតាក្របីនិងភ្នំ333ការចេញលិខិតតវ៉ាខណៈសកម្មភាពសាងសង់ឬការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តអាចបង្កើតនូវអង្គហេតុរួចរាល់តាមទស្សនៈរបស់លោកកាលណាហេដ្ឋារចនាសម្ព័ន្ធឬបណ្ដាញបច្ចេកវិទ្យាត្រូវបានសាងសង់រួចរាល់ការប្រែคล้ายស្ថានភាពត្រឡប់ទៅដើមវិញអាចកាន់តែពិបាកលោកសេងម៉ាន់លីបានចាត់ទុកវិធីសាស្ត្រដែលរងចាំរហូតដល់សកម្មភាពសាងសង់ចាប់ផ្ដើមឬបញ្ចប់ទើបចេញលិខិតតវ៉ាថាជាការឆ្លើយតបតាមស្ថានភាពជាងការទប់ស្កាត់ជាមុនការលើកឡើងទាំងនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាទាមទារឲ្យថៃបញ្ឈប់ការសាងសង់លេនដ្ឋានយោធាថ្មីនៅតំបន់ច្រកអន្តរជាតិថ្មដានិងបញ្ឈប់ផែនការពង្រីកបណ្ដាញអគ្គិសនីរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របីនិងភ្នំ333ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅយប់ថ្ងៃទី10ខែសីហាក្រសួងការបរទេសបានអះអាងថាកងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេនដ្ឋានយោធាថ្មីនៅថ្ងៃទី6ខែសីហានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដាក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅថ្ងៃទី7រដ្ឋាភិបាលថៃបានប្រកាសពីផែនការពង្រីកបណ្ដាញអគ្គិសនីជាតិរបស់ខ្លួនទៅកាន់តំបន់ប្រាសាទតាក្របីនិងភ្នំ333កម្ពុជាចាត់ទុកសកម្មភាពទាំងនេះថាជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីដោយខុសច្បាប់និងជាការរំលោភលើសិទ្ធិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីការកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរក្រសួងការបរទេសបានបញ្ជាក់ថាកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយហើយបានទាមទារឲ្យភាគីថៃបញ្ឈប់សកម្មភាពដែលកម្ពុជាចាត់ទុកថាជាការរំលោភបំពាននិងដកកងកម្លាំងចេញពីតំបន់ដែលកម្ពុជាអះអាងថាត្រូវបានកាន់កាប់ដោយខុសច្បាប់